បាទអញ្ចឹងយើងមកមើលឧទាហរណ៍នេះបន្តទៀតលំហាត់បែបគុយស្អមគេថាដុំឈើមានម៉ាស់អំពីបាទដុំឈើមួយមានម៉ាស់អំពីត្រូវបានភ្ជាប់ទៅនឹងរសើមួយដែលមានថេរកម្រាញ់ការបាទដែលមានខេរកម្រាញ់ការហើយតាមទិសបាទដាក់នៅលើតុតាមទិសដេកដាក់នៅលើតុតាមទិសដេកដែលគ្មានកកិតបាទក្រក់កំភ្លើងមួយដែលមានម៉ាស់ M មួយផ្លាស់ទីតាមទិសដេកដោយល្បឿនអុយបាទទៅបុកជាមួយនឹងដុំអង្គធាតុហ្នឹងហើយមានន័យថាទៅបុកទៅនឹងដុំអង្គធាតុហ្នឹងគេថាប៉ះសិនបើ M1 គឺយើងយកស្មើ M M2 យក 80M បាទប្រវែងសាច់លូតនៃចលនារបស់រសើអញ្ចឹងកំណត់ដោយអញ្ចឹងមានន័យថាប្រវែងសាច់លូតរបស់ចលនារបស់រសើហ្នឹងកំណត់ដោយមិនមានថា the amplitude of the resulting simple harmonic motion via b បាទ amplitude ហ្នឹងបើយើងនិយាយទៅគឺជាដូចម្លាស់ទីដែរទីតាំងនៃទីតាំងអតិបរមាធិបចំណុចចំណុចអតិបរមាធិបកន្លែងចំណុចលំនឹងបាទអញ្ចឹងវាមានចន្លោះ A B C D បាទនេះរូបរបស់យើងចេះមានន័យថាគាត់ភ្លើងហោះចូលមកបុកមកគឺវាបង្រួម compressing មានន័យថាវាបង្រួមឬក៏បណ្ណែនរសើហ្នឹងអតិបរមាបានប៉ុន្មានព្រោះវាមានថេរកម្រាញ់ការហ្នឹងអញ្ចឹងយើងមើល solution របស់គេដំណោះស្រាយបាទដំណោះស្រាយគឺថាយើងប្រើទី1គឺអ្នកទាំងអស់គ្នាប្រើទៅតាមបរិមាណចលនាច្បាប់រក្សាបរិមាណចលនា PE ស្មើ P ស្មើ PS បាទ PE ស្មើគេ PE ខ្ញុំសរសេរឲ្យ PE គឺយើងតាំងវាដោយ M1 អុយបាទដល់ពេល PS វាស្មើជាមួយនឹងM1 បូកជាមួយនឹង M2 កតាឲ្យវ៉េអានេះលបឿនស្រាច់ណាហើយយើងឲ្យពីរនឹងស្មើគ្នាមកយើងហៅលបឿនស្រាច់វាបានអានេះយើងតាំងគេតាំងដោយវ៉េធំយើងតាំងវ៉េធំដែរអត់អីទេបាទស្មើជាមួយនឹង M អុយនៅលើ M1 បូកជាមួយនឹង M2 ប៉ុន្តែយើងជំនួសមក M1 របស់យើង M អុយបាទ M អុយអានេះ M1 របស់យើងជំនួសដោយ M M2 យើងជំនួសដោយ 80M អញ្ចឹងវាបាន MM ទៅរួចចោលបានអុយនៅលើ81បាទហើយបន្តមកទៀតនៅពេលដែលខកកំភ្លើងទៅបុកទៅនឹងដុំឈើនោះវាមាននៅធម្មពលវាផ្លាស់ទីវាមាននៅធម្មពលនៃដុំឈើនិងធម្មពលស៊ីនតិចនៃដុំឈើនិងធម្មពលនៃរសើមានន័យថាធម្មពលស៊ីនតិចនៃដុំឈើស្មើជាមួយនឹងធម្មពលពងខ្យល់យឺតនៃរសើអញ្ចឹងមានន័យថា1នៅលើ2 M1 បូកជាមួយនឹង M2 នេះយើងដាក់មកវ៉េការ៉េវ៉េធំការ៉េយើងដាក់វ៉េធំការ៉េទៅបាទវ៉េធំការ៉េស្មើជាមួយនឹង1នៅលើ2ការ x បាទ1នៅលើ2ការ x ការ៉េបាទនេះជាងសរសេរបានប៉ុណ្ណឹងហើយមានន័យថាម៉េចមានន័យថាx ហ្នឹងគឺវាស្មើគេ x ហ្នឹងវាស្មើ a ម្លាស់ទីអតិបរមាធិបចំណុចលំនឹងហ្នឹងគឺជា amplitude របស់វាឯងបាទអញ្ចឹងយើងទាញបានប៉ុណ្ណឹងហើយយើងទាញx ឬក៏ a ឥឡូវខ្ញុំទាញx ឥឡូវខ្ញុំតាំង x ចុះ x វាដូចតែគ្នាទេគឺវាបាន M1 បូកជាមួយនឹង M2 វ៉េធំការ៉េនៅលើការបាទអញ្ចឹងx របស់យើងស្មើយើងទាញវ៉េជាបានហើយប៉ុន្តែ M1 បូក M2 មិញយើងហៅឃើញឯងគឺស្មើជាមួយនឹងរឹសនៃ 81M នៅលើការប៉ុន្តែវ៉េមិញយើងហៅឃើញទៀតវ៉េនេះគឺយើងជំនួសដោយអុយនៅលើ81អញ្ចឹងយើងទៅសេបានចុងក្រោយគឺ x របស់យើងស្មើជាមួយនឹងមានន័យថាសរសេរបានអុយនៅលើ81រឹសនៃ 81M នៅលើការអញ្ចឹងអានេះយើងអាចបញ្ចេញពីរឹសបានហើយ x ឥឡូវយើងតាំងវាដោយ a ក៏បានដែរឥឡូវខ្ញុំតាំង x ស្មើ a មានន័យ x ស្មើ a យើងតាំងអានេះជា a ទៅបាទដូច x និង a ដូចគ្នាទេយើងសេតលើយើងតាំងណាបាទចឹងនេះយើងបញ្ចេញពីរឹសបាននេះបាន9ការ៉េបាន9អុយនៅលើ
81 រឹសនៃ âm នៅលើ k ចឹងវាបានអានេះវាសម្រួលនឹង9ទៅបានអុយនៅលើ9រឹស âm នៅលើ k អញ្ចឹងអំព្លីទូតរបស់យើងគឺវាស្មើជាមួយតម្លៃអុយនៅលើ9រឹស âm នៅលើ k បាទឬ âm នៅលើ k អញ្ចឹងចម្លើយរបស់យើងគឺអុយលើ9ឬ âm លើ k គឺចម្លើយ D បាទ